ngày nàyខ្ញុំចង់ឲ្យកូននេះមកដឹងពីអាចកំបាំងលេខខ្មែរហេតុអីបានជាលេខខ្មែរយើងរាប់បានត្រឹម5ណា1 2 3 4 5ផុតពី5ទៅគឺត្រូវបូក5បូក1ស្មើ6 5បូក2ស្មើ7 5បូក3ស្មើ8 5បូក4ស្មើ9 10ស្មើនឹង5ដណ្ដប់លើ5អញ្ចឹងបានលោកឆ្លាក់ប្លង់អង្គរនៅបាតស្ទឹងភ្នំគូលែនណាជារៀងយូនីយើងមើលកំពូលបាកាននៅចំកណ្ដាលកំពូលនេះតែងព្រះអាទិត្យរះចំថ្ងៃ23មីនានិង23កញ្ញាអញ្ចឹងលោកប្រាប់ថាឲ្យដោះនេះដោះលេខ5នេះលេខទី5នេះគឺកំពូលកណ្ដាលនេះឲ្យដោះចេញមកដោះប្រស្នាដោះនោះគឺដោះប្រស្នាលោកចេញមកតម្រៀបគ្នាឲ្យដូចជាម្រាមដៃយើងឃើញ1 2 3 4 5ហើយយើងគុំ5ទៅយើងឃើញជាតម្រងផ្កាយបានន័យថាឆ្លោះនឹងផ្កាយគឺឆ្លោះនឹងព្រះអាទិត្យនោះឯងហើយរឿងមួយទៀត5ដដែលនេះបើយើងសរសេរទៅដាក់រពីមុខណាដាក់រពីមុខឃើញរបាំយករទៅត្រួតបាំណាយករទៅត្រួតបាំឃើញ5យករដាក់ពីក្រោយឃើញបរំណាបរំអញ្ចឹងពាក្យរមួយម៉ាត់ហ្នឹងបើនៅពីមុខឃើញរបាំណាយករទៅត្រួតឃើញ5ដាក់ពីក្រោយឃើញបរំនាំអាចកំបាំងហ្នឹងលេខដែលរាប់បានត្រឹម5ណាផុតពី5ទៅគឺបូកតែលោកប្រាប់ថា5នេះកុំឲ្យគេដណ្ដប់បានពេលណាគេដណ្ដប់បានគឺពន្លឺផ្កាយនាគហ្នឹងត្រូវរលត់ហើយនេះជាហេតុដែលដានរបស់មេដានាគហ្នឹងកាយនាគហ្នឹងបិសាចនាគហ្នឹងត្រូវរលត់ពាន់ឆ្នាំទើបតែឆ្នាំ60ជាងហ្នឹងដែលលោកលីធៀមតេងលោកបានទៅស្រុកចិនហើយបានថតនៅកំណត់ហេតុហ្នឹងយកមកបកប្រែជាភាសាខ្មែរប៉ុន្តែមិនទាន់បានស្រាវជ្រាវទៅរកអត្ថកំបាំងបិសាចនេះនឹងផងរបប3ឆ្នាំ8ខែក៏កើតឡើងណាបោះបានជាភាសាខ្មែរក្នុងឆ្នាំ72តាមមើលប្រវត្តិរបស់សភៅរបស់លោក71 72នឹងទៅបានបោះផ្សាយអញ្ចឹងពីឆ្នាំ83ដែលខ្ញុំមើលប៉ះពីអត្ថកំបាំងបិសាចនេះហ្នឹងខ្ញុំស្វែងរកអត្ថកំបាំងបិសាចនេះតាំងពីឆ្នាំ83 84មកដល់ឆ្នាំ98ទៅបានជួបគាត់ប្រសូតគាត់ស្វែងរកគាត់ទីបំផុតអាចប្រសូតគាត់ថ្ងៃ2មិថុនា2011នាំលោកទៅទេវលោកវិញណាអត្ថកំបាំងរបស់លេខណាគឺដូចនេះឯង